បើថាមានលពៅនៅផ្ទះហើយអត់ដឹងធ្វើអីអាចសាកមកធ្វើមួយមុខនេះហូបលេងបានគឺនំលពៅបំពងល្ងនំមួយមុខនេះងាយស្រួលធ្វើខ្លាំងមែនតើហើយគ្រឿងផ្សំហ្នឹងក៏អត់មានអីច្រើនដែលថាយើងពិបាករកដែរសបកនំពីខាងក្រៅស្រួយតិចៗហើយសាច់ពីខាងក្នុងវិញទន់ល្មួតចឹងណាបើក្លិនវិញក៏ឈ្ងុយខ្លាំងណាស់ដែរធ្វើហូបលេងថ្ងៃអីហ្នឹងដឹងតែត្រូវហើយវិធីធ្វើវិញខ្ញុំមានលពៅដែលនៅសល់ការពីធ្វើផ្អែមបបរលពៅខ្ញុំធ្វើអស់មួយចាហៀងនៅសល់មួយចាហៀងតែខ្ញុំយកមកធ្វើនេះមួយដុំប៉ុណ្ណឹងឯងខ្ញុំថ្លឹងទៅវាមានទម្ងន់270ក្រាមយកមកចិតសបកវាឲ្យស្អាតអញ្ចឹងទៅបន្ទាប់មកកាត់ដុំហើយកាត់អញ្ចឹងហ្មងទៅខ្ជិលប្រឡាក់ជ្រុញទៀតបន្ទាប់ពីកាត់ហើយទៅខ្ញុំយកវាទៅលាងទឹកណាបន្ទាប់ពីលាងទឹកហើយខ្ញុំយកវាមកដាក់ស្ងោរបើសិនជាបងប្អូនចង់ចំហុយក៏បានដែរប៉ុន្តែខ្ញុំធ្វើមិនតិចដែរអញ្ចឹងខ្ជិលប្រឡាក់ឡើងសឹងអីទៀតដាក់ស្ងោរយកតែម្ដងទៅស្ងោរហ្នឹងក៏អត់យូរដែរតែមួយផ្លែតហ្នឹងលពៅហ្នឹងវាឆ្អិនផុយល្អហើយបន្ទាប់ពីលពៅហ្នឹងឆ្អិនហើយខ្ញុំយកវាមកស្កត់ឲ្យបែកអញ្ចឹងណាហើយបន្ទាប់មកខ្ញុំថែមស្ករសហ្នឹង3ស្លាបព្រាបាយអំបិលបន្តិចចំពោះស្ករសដាក់ប៉ុណ្ណឹងវាអត់ផ្អែមខ្លាំងទេតែបើថាអ្នកចូលចិត្តផ្អែមអាចបន្ថែម1ស្លាបព្រាបាយឬក៏កន្លះស្លាបព្រាបាយទៀតណាហើយយើងកូរច្បល់ស្ករជាមួយនឹងអំបិលហ្នឹងឲ្យសព្វចូលគ្នាមួយលពៅហ្នឹងទៅបន្ទាប់មកគឺខ្ញុំបានដាក់ម្សៅត្នោតហ្នឹងទាំងអស់មានចំនួន180ក្រាមតែដំបូងនេះខ្ញុំដាក់ពាក់កណ្ដាលសិនណាហើយកូរច្បល់ចូលគ្នាឲ្យសព្វទៅខ្ញុំបានបន្ថែមជាមួយនឹងទឹកខ្ទិះដូងហ្នឹងមួយកូនចានបើសិនជាបងប្អូនអត់មានទឹកខ្ទិះដូងហ្នឹងអាចដាក់ទឹកធម្មតាក៏បានដែរតែគ្រាន់ថាសាច់នំវាអត់ទៅឈ្ងុយដូចដែលយើងប្រើជាមួយនឹងខ្ទិះដូងណាហើយកូរច្បល់ខ្ទិះដូងជាមួយម្សៅហើយនឹងសាច់ល្ពៅហ្នឹងចូលគ្នាឲ្យសព្វបានប៉ុណ្ណឹងទៅខ្ញុំក៏ចាក់ម្សៅត្នោតដែលនៅសល់នឹងចូលហើយយើងក៏បន្តច្បល់វារហូតតទៅជាសាច់មួយត្រង់កន្លែងនេះគឺខ្ញុំចាប់ផ្ដើមមកច្បាច់ម្សៅនឹងដោយដៃវិញច្បាច់ម្សៅនឹងរហូតតថាទៅជាដុំស្អិតមួយហើយមើលកុំឲ្យជ្រាយពេកកុំឲ្យស្ងួតពេកមកល្មមដែលថាអាចបេះសាច់ម្សៅនឹងយកមកលុញទៅជារូបរាងបានឥឡូវនេះម្សៅនំល្ពៅបំពងខ្ញុំបានលាយរួចរាល់អស់ហើយអញ្ចឹងខ្ញុំក៏មានល្ងខ្មៅលាយជាមួយនឹងល្ងសចាក់ដាក់ក្នុងចានសប៉ែតមួយអញ្ចឹងទៅហើយយើងកូរចូលគ្នាឲ្យសព្វបន្ទាប់មកបេះសាច់ម្សៅម្ដុំយកមកលុញវាឲ្យទៅជារាងទៅវែងខ្ញុំសាកលុញទៅជារាងមូលដូចបាល់ប៉ុន្តែមើលទៅអត់ស្អាតទេចាញ់រាងទៅវែងអញ្ចឹងក៏សម្រេចថានំល្ពៅនឹងមូលឲ្យទៅជារាងទៅវែងអញ្ចឹងណាហើយមូលហើយយើងយកទៅប្រឡាក់ជាមួយល្ងនឹងតែម្ដងនំមួយមុខនេះធ្វើចុះល្ងពេលយើងប្រឡាក់ទៅវាជាប់ជាមួយនឹងសាច់នំអញ្ចឹងតែដល់តែពេលយកទៅបំពងជ្រុះល្ងនឹងចេញច្រើនដែរហ្នឹងណាឥឡូវនេះនំខ្ញុំបានលុញរួចរាល់អស់ហើយអញ្ចឹងខ្ញុំមកចាប់ផ្ដើមដាក់បំពងតែម្ដងទៅដាក់ដាំប្រេងនឹងឲ្យឡើងក្តៅអញ្ចឹងណាហើយបង់នំនឹងចូលទៅបន្ទាប់មកខ្ញុំក៏បន្ថយភ្លើងបន្តិចវិញនៅពេលដែលបង់នំនឹងចូលរៀងប្រយ័ត្នតិចបងប្អូនព្រោះអីវារៀងផ្ទុះជាមួយនឹងល្ងហើយយើងក៏យកចង្កឹះនឹងប្រែបវល់ទៅបវល់មករហូតដល់តែថានំនឹងឡើងពណ៌សបល់វាក្រហមប៉ុណ្ណឹងគឺខ្ញុំស្រង់ឡើងហើយពេលដែលបំពងនំនឹងឆ្អិនណាល្ងនឹងក៏វាជ្រុះចេញពីសាច់នំនឹងដែរបងប្អូនអាចមើលនៅក្នុងប្រេងនឹងបានណាជ្រុះច្រើនគួរសមដែរហ្នឹងណាហើយយើងក៏បន្តបំពងអញ្ចឹងរហូតដល់តែអស់សាច់នំហ្នឹងទៅគឺរួចរាល់ឥឡូវនេះមកមើលនំនៅពេលដែលបំពងឆ្អិននេះវិញម្ដងនំទាំងពីរហ្នឹងគឺមួយខ្ញុំបំពងរាងក្រហមហើយមួយទៀតបំពងអត់សូវក្រហមទេប៉ុន្តែនំដែលយើងបំពងឲ្យឃើញសបករាងក្រហមនេះវាសាច់នំពីខាងក្រៅវាស្រួយជាងនំដែលយើងបំពងទៅវាអត់សូវបានក្រហមអញ្ចឹងហើយរសជាតិក៏វាឆ្ងាញ់ម្នាក់មួយបែបទៅតាមនឹងដែរ